221បាតដៃក៏សាច់ខ្នងដៃក៏សាច់និយមន័យសម្រាប់សេចក្តីមិនបានព្រោះញាតទាំងពីរខាងអត្ថាធិប្បាយអត្ថានុរូបសាច់គឺជាបឋវិធាតុនៃរាងកាយរបស់មនុស្សនិងសត្វបន្ទាប់ពីស្បែកទៅស្រោបឆ្អឹងដូច្នេះបើគេលើកបាតដៃឡើងមើលគេឃើញថាបាតដៃក៏មានសាច់ខ្នងដៃក៏មានសាច់ម្យ៉ាងទៀតសាច់គឺជាសញ្ញាណសម្គាល់នៅញាតិពន្ធផងដែរដូចជាសាច់ញាតិសាច់សាលោហិតជាដើមអត្ថបដិរូបពាក្យថាសាច់នៅពេលនេះសំដៅយកសាច់ញាតិឬសាច់សាលោហិតខ្លឹមសារក្នុងនិយមន័យខាងលើនេះបំណងលោកអ្នកបង្កើតពាក្យនេះឡើងគឺក្នុងការអ្វីដែលនិយាយមិនចេញនិងកាត់សេចក្តីឬសម្រេចក្តីឲ្យទៅជាយ៉ាងណាពុំកើតដោយសារទើសទាល់ព្រោះខាងស្ដាំក៏បងប្អូនខាងឆ្វេងក៏បងប្អូនឬថាខាងនេះក៏សាច់ខាងនោះក៏សាច់ដូច្នេះមិនដឹងជាត្រូវថាឲ្យខាងណាត្រូវខាងណាខុសបានឡើយម្យ៉ាងទៀតប្រសិនបើដឹងថាខាងនេះត្រូវខាងនោះខុសក៏នៅតែសម្រេចសេចក្តីឲ្យខាងណាត្រូវខាងណាខុសពុំបានដែរករណីបែបនេះហើយដែលលោកពោលថាបាតដៃក៏សាច់ខ្នងដៃក៏សាច់222បើល្ងងកុំចង់ធ្វើចេះបើអត់តម្រេះកុំចង់ធ្វើធំនិយមន័យកុំចង់ធ្វើអ្វីឲ្យហួសសមត្ថភាពខ្លួនអត្ថាធិប្បាយបើល្ងងកុំចង់ធ្វើចេះសឹងតែជាការធម្មតាទៅហើយមនុស្សល្ងងមិនដែលដឹងថាខ្លួនឯងល្ងងទេបើសិនជាដឹងក៏ព្យាយាមបិទបាំងនៅភាពអវិជ្ជារបស់ខ្លួនដោយខំប្រឹងធ្វើរឹកជាអ្នកណាស់ការនិយាយស្ដីក៏ខំប្រឹងបញ្ចេញនៅវោហារស័ព្ទមេតប្រាយឲ្យគេអួតថាខ្លួនគ្រាន់បើពូកែនិយាយមិនចេះអស់ពាក្យប៉ុន្តែអ្នកដែលគេចេះដឹងច្រើនជាងគេស្ដាប់ទៅគេដឹងភ្លាមថាមនុស្សនេះនិយាយគ្មានវគ្គគ្មានឃ្លាវិលវល់ដដែលដូចគេអុំទូកក្នុងបឹងដូច្នេះវាគ្មានចេះអីវាទេមុននឹងវានិយាយបានប៉ុណ្ណឹងគឺវាសួរគេច្រើនអ្នកណាស់ហើយខំប្រឹងទន្ទិញមិនស្ទើរដែរបើអត់តម្រេះកុំចង់ធ្វើធំខ្លឹមសារនៃពំនោលនេះក៏មានន័យប្រហាក់ប្រហែលនឹងពំនោលខាងលើដែរគឺលោកពោលទប់ស្កាត់មនុស្សអវិជ្ជាកុំឲ្យជ្រួលច្របល់ចង់ធ្វើធំមិនស្គាល់សមត្ថភាពខ្លួនខ្លាំងពេកព្រោះមនុស្សអវិជ្ជាតែងមានមហិច្ឆតាស្ទុះស្ទាត្រហេបត្រហប់ចង់បានស័ក្តិឬមុខតំណែងធំណាស់ប្រសិនបើបានធ្វើធំហើយគឺក្រាញ់ននាលតោងស្អិតខំស្មៅមិនងាយរបេះទេព្រោះដឹងខ្លួនថាបើឲ្យរបេះក៏មិនងាយឡើងវិញបានដែរ223បើមិនជួយជោគជួយចៅកុំយកជើងរាទឹកនិយមន័យបើមិនបានជួយធ្វើការគេកុំមកធ្វើឲ្យយឺតការងារគេអត្ថាធិប្បាយអត្ថានុរូបទូកតូចធំកាលណាធ្វើដំណើរទៅមុខបានលុះត្រាតែគេដោលគេអុំឬចែវដូច្នេះអ្នកដែលត្រូវធ្វើឲ្យទូកមានចលនាទៅមុខបានគឺប្រឹងបញ្ចេញពលកម្មខ្លាំងណាស់និងហត់ខ្លាំងណាស់ដែរឯអ្នកដែលនៅស្ងៀមកណ្ដាលទូកកុំយកជើងដាក់ក្នុងទឹកនាំឲ្យស្ទះឬកាត់បន្ថយល្បឿនរបស់ទូកអត្ថបដិរូបទង្វើអ្វីមួយដែលគេកំពុងធ្វើបើមិនបានជួយធ្វើគេទេកុំទៅមានយោបល់ជំទាលកិច្ចការគេទុកឲ្យគេធ្វើតាមដំណើរគេទៅចុះដូចជាអ្នកខ្លះពេលគេធ្វើកិច្ចការរួចរាល់ហើយទើបទៅនិយាយថាធ្វើបែបនេះមិនល្អមិនត្រូវគឺខុសយ៉ាងនេះយ៉ាងនោះខ្លះទៀតពេលគេកំពុងធ្វើដើរទៅឈររបៀបជាបន្ទោសគេថា
ធ្វើខុសបែបបត់ធ្វើបែបនេះវិញទើបត្រឹមត្រូវករណីទាំងអស់នេះសុទ្ធតែជាបន្ទុចបង្អាក់ធ្វើឲ្យរាំងស្ទះនិងយឺតដំណើរការងារគេដែលលោកហៅថាបើមិនជួយជោគជួយចែវកុំមកត្រេងត្រាំងយកជើងរាទឹក